សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាពេលនេះឥឡូវនេះយើងមានមុខម្ហូបស្តៀងតែមុនដែរទេពីមុនដោយសារថាហូបជ្រុលពេកអត់បានទុកឲ្យកាមេរ៉ាមែនថ្ងៃនេះសុំកំងអាដូចមុនដដែលប៉ុន្តែយើងមិនថាដដែលទាំងអស់ទេគឺយើងបដូរពីក្តាមដាក់បង្គាវិញឥឡូវនេះយើងចាប់ផ្ដើមបុកខ្ទឹមយកតែម្ដងមកបុកដូចតែមុនអញ្ចឹងហើយយើងមានបង្គាស្រស់របស់យើងហ្នឹងព្រោះអីកាមេរ៉ាមែនគេសុំកំងបង្គាវិញឥឡូវនេះយើងដាក់ម្ទេសតែ2ទេព្រោះអីមានអ្នកកំងយើងដាក់តែ2ឲ្យទៅឥឡូវនេះយើងចាប់ផ្ដើមដាក់អំបិលដូចតែមុនអញ្ចឹងកាច់ដាក់ប៉ុន្តែអំបិលថ្ងៃនេះតែញអត់បានអាខ្ចីទេបានតែរៀងចាស់តែចាស់ក៏វាមិនអីដែរព្រោះអីវាជូរដូចតែគ្នាទេឥឡូវយើងបុកយកហ្នឹងទៅបុកដូចតំត់ដូចតែមុនហ្នឹងកុំម៉ត់ពេកអញ្ចឹងឥឡូវនេះយើងមើលទៅបុកប្រហែលជាចិត្តម៉ត់ហើយដែលអាចទទួលយកបានហើយយកវែកកោវាបន្តិចមកមើលវាបន្តិចទៅតែថ្ងៃនេះរៀងប្លែកដោយសារតួស្រីរបស់យើងនោះអត់សូវសប្បាយចិត្តទេដោយសារគិតថាមុខម្ហូបដដែលព្រោះអីញ៉ាំទៅហើយអញ្ចឹងតួស្រីរបស់យើងអត់សូវសប្បាយចិត្តទេហើយឥឡូវនេះយើងចាប់ផ្ដើមដាក់ប្រហុកវាបន្ទាប់ដាក់ប្រហុកហើយជ្រុំវាបន្តិចមកដាក់ស្ករដាក់ប៊ីចេងមករសជាតិលើសមុនបន្តិចតែមិនប្រកាសថាមុនវាអត់ឆ្ងាញ់ទេអានេះវាលើសមុនបន្តិចវាឆ្ងាញ់ដូចតែគ្នាតែនេះវាលើសមុនឥឡូវនេះយើងចាប់ផ្ដើមចលុកបោកប៉ាក់វាពេញហ្នឹងទៅលក់វាបន្តិចអាចទទួលយកបានហើយតួស្រីរបស់យើងញ៉ាំហេអញ្ចឹងទេសម្ោចខំផងអីផងកាទៀលចាំកន្លែងសម្ោចលោកហើយធ្វើបាបតួស្រីរបស់យើងដល់កហើយថ្ងៃនេះឥឡូវយើងដាក់ដែកដីហើយចាប់តាមដាក់ដែកដីកូរយកហ្នឹងទៅដាក់បង្គារបស់យើងហ្នឹងដែលយើងលាងយ៉ាងស្អាតព្រោះអីអានេះយើងហូបឆៅយើងត្រូវលាងឲ្យស្អាតវាសម្អាតវាឲ្យណានអីឥឡូវនេះយើងចាប់ផ្ដើមរួចអស់ហើយយើងចាំតែដាក់ថាសដូចតែមុនអញ្ចឹងយើងវែកបន្លោះដាក់មកបាទប៉ុន្តែបន្លែយើងថ្ងៃនេះវាមានចម្រោះជាតិសាសន៍ទាំងអស់បាទមានតាំងពីទ្របមានតាំងពីតសក់ស្ពៃអានោះថាស្ពៃអីខ្ញុំមិនសូវស្គាល់មានតាំងពីជីមានពពាយមានសពបែបយ៉ាងចឹងបានថាវាលើសរសជាតិលើសពីមុនបន្តិចហើយតួស្រីរបស់យើងថាអត់ថ្ងៃនេះអត់សុំញ៉ាំទេបាទសុំមកលេងដីម្ដងមកព្រោះអីថ្ងៃនេះចំកន្លែងដីដែលគួរឲ្យចង់លេងមិនអីទេឥឡូវនេះបាទញ៉ាំតែម្នាក់ឯងក៏បានដែរឥឡូវនេះយើងចាប់ផ្ដើមដាក់ទ្របស្រួយរបស់យើងមួយគឺថាស្រួយស្រាប់តែម្ដងបាយដាក់មួយម៉ាត់យកតែម្ដងឆ្ងាញ់បាទឆ្ងាញ់ទៅផលិតបាតបាំងរបស់យើងហ្នឹងស្រួយស្រាប់ទៀតអូយរយណាបានអើយអាឡែងតែហូបស្រាប់តែឈ្ងោកអត់បានមើលមានបងមួយគាត់ដប់លឹកចេញពីចកាតែហៅអត់តាន់តែគាត់ហៅគាត់អត់តាន់គាត់ទៅបាត់ហើយស្ដាយអើយស្ដាយឥឡូវនេះយើងចាប់ផ្ដើមដាក់តសក់មួយដែរទៅមើលតសក់អីយើងអត់ចិត្តទេថ្ងៃនេះសុំផ្លៃទីមកខំយកតែម្ដងមើលឲ្យវាបង្កើនរសជាតិទៀតមើលតែមាត់ក៏ដឹងថាឆ្ងាញ់ហើយបាទបើថាមិនឆ្ងាញ់គុំជឿដែរព្រោះថ្ងៃនេះអត់មានអ្នកដដើមទេតួស្រីរបស់យើងបានទៅលេងដីបាត់ហើយនៅឡើយតែខ្ញុំនៅហូបឲ្យពុកម៉ែបងប្អូនមើលតែប៉ុណ្ណោះឥឡូវនេះតសក់យើងដាក់ទៅស្រួយស្រាប់ឥឡូវនេះសុំផ្លាស់ប្ដូរមុខបន្លែបន្តិចមកដាក់ស្ពៃរបស់យើងវិញមើលអានេះស្ពៃយើងដាក់ម្ទេសមកកំណាត់មកដាក់ឲ្យវាលាន់ស្រួយស្រាប់មើល
ព្រោះអីយើងហូបនេះវាស្ទើរម្ទេសឥឡូវដាក់មួយម៉ាត់ជាលើកចុងក្រោយបាទហើយបងប្អូនដែលមិនទាន់បានជួយ Subscribe និង Follow សូមជួយ Subscribe និង Follow ម្នាក់មួយផងបាទព្រោះអីវីដេអូធ្វើយូរហើយអត់ឃើញឡើងសោះឡើងតែគីឡូទេបាទព្រោះអីហូបម្លឹងឥឡូវនេះគឺថាដាក់ទៅលែងមុខទៀតហើយបាទតាក់ពោះវែកបាទទៅលែងមុខអញ្ចឹងសូមជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នាហើយបាទបាយបាយ